សួស្តីបងប្អូនថ្ងៃនេះណាគឺណរំបងប្អូនមកធ្វើមុខថ្មីទៀតហើយបងប្អូនគឺមានឈ្មោះថាត្រីក្រហមខស្វាយពេញប៉ោះទុំគ្រឿងផ្សំមានដូចជាត្រីក្រហម3ក្បាលទឹកត្រីប៊ីចេងស្ករសម្សៅស៊ុបខ្ទឹមក្រហមខ្ទឹមសម្ទេសស្វាយហើយនឹងពេញប៉ោះម្រេចជាដំបូងយើងដាក់ខ្លាញ់ចូលបន្តិចទឹកបន្តិចពុះហើយយើងចាក់ស្ករសចូលដើម្បីកូរវាឲ្យឡើងជើងក្រងម៉ាត់ជាងកូរវាឲ្យឡើងជើងក្រងក្រហមល្មមហើយយើងចាប់ផ្ដើមចាក់ខ្ទឹមសខ្ទឹមក្រហមនិងម្ទេសចូលយើងកូរវាចុះឡើងដើម្បីឲ្យវាមានក្លិនឈ្ងុយយើងថែមខ្លាញ់បន្តិចមកដើម្បីឲ្យមានក្លិនកាន់តែឈ្ងុយបងប្អូនបាទកូរចុះកូរឡើងឲ្យឡើងក្រហមល្អឈ្ងុយល្អហើយយើងចាប់ផ្ដើមចាក់ទឹកត្រីចូលយើងចាក់ទឹកត្រីចូលអញ្ចឹងដើម្បីឲ្យវាកាន់តែឈ្ងុយបងប្អូនបន្ទាប់មកយើងដាក់ទឹក4មេទឹកនេះដែរគឺយើងដាក់តាមចំនួនត្រីបរិមាណត្រីបងប្អូនបើបងប្អូនខត្រីតែ1ក្បាលបងប្អូនដាក់តែទឹក1 កន្លះបានហើយបន្ទាប់មកទឹកពុះយើងចាប់ផ្ដើមដាក់ត្រីចូលដាក់ត្រីចូលយើងរំងាស់ប្រហែលជាពី3នាទីយើងដាក់ម្សៅស៊ុបហើយនិងប៊ីចេងចូលបងប្អូនកូរវាចុះឡើងអញ្ចឹងទៅអស់វាចូលជាតិប៉ុន្តែបងប្អូនកុំប្រើដៃធ្ងន់ពេកប្រយ័ត្នបែកសាច់ត្រីបងប្អូនបន្ទាប់មកយើងថែមម្រេចហើយនិងពេញប៉ោះទុំយើងដាក់មុនព្រោះឲ្យពេញប៉ោះវារឹងជាងស្វាយបងប្អូនស្វាយយើងដាក់តាមក្រោយពេលដែលឆ្អិនហើយចាំយើងដាក់ស្វាយបងប្អូនបាទនៅខយើងឆ្អិនហើយយើងដួសដាក់ចានទំនងណាបងប្អូនជាងដាក់ស្វាយពីលើមកក្រោយលើខ្ទឹមបន្តិចជាការស្រេចអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះអរគុណច្រើន